បងប្អូនស្រីៗណាខ្លះដោយមេផ្ទះម្នាក់នេះអស់ពីប្រហុកកាពិបងប្អូនអើយយ៉ាងនេះបុកកាពិម្ដងមើលឥឡូវមុននឹងបកកាពិនេះខ្ញុំមកជៀនជាមួយនឹងត្រីកំងយើងសិនចាត្រីកំងនេះគឺចំហុយម្សាហើយបងប្អូនចាអ្នកខ្លះគេហៅថាត្រីចំហុយដាក់ជៀនចោលនេះខ្ញុំឈៀនមកបុកកាពិយើងគឺមានជាមួយនឹងខ្ទឹមសខ្ទឹមក្រហមចាហើយម្ទេសចោលអត់បានគឺទ្របពុតញោមបងប្អូនហើយនេះខ្ទឹមក្រហមពីនៃនេះខ្ញុំមួយហើយគេថាហូរទឹកភ្នែករហីរហាមុននឹងញ៉ាំហ្នឹងយំមួយសិនខ្ញុំបុកចូលគ្នាឲ្យម៉ត់ល្មមមិនម៉ត់អីខ្លាំងពេកទេព្រោះខ្ញុំចូលចិត្តរៀងដុំដែរគាត់ឲ្យបែកមកបងប្អូនដាក់កាពិចូលដាក់ជាមួយនឹងស្ករពាងយើងចាស្ករពាងនេះគឺសុទ្ធល្អណាស់បងប្អូនអើយនេះខ្ញុំទិញមកពីខេត្តសៀមរាបឲ្យទៅធ្វើគ្រឿងស្អុយហ្នឹងគឺថាចូលចិត្តលេខ1តែម្ដងថ្ងៃនេះចុះបាយទៀតហើយចាបន្ថែមជាមួយនឹងប៊ីចេងខ្ទះត្រូវេចាកន្លះស្ព្រាទៅពិសេសជាមួយនឹងម្សៅស៊ុបកន្លះស្ព្រាដែរទៅច្បាច់ក្រូចឆ្មាចូលសម្រាប់បុកកាពិបងប្អូនគឺស៊ីក្រូចឆ្មាច្រើនណាចាដោយសារប្រភេទរសជាតិប្រៃគឺត្រាក់ក្រូចឆ្មារៀងច្រើនបន្តិចបានជូរជ្រះបុកច្បល់បងប្អូនអើយនេះខ្ញុំនិយាយវាហៀទឹកមាត់លើបទឹកមាត់រហូតយវាឈ្ងុយបងប្អូនដល់ថាដាច់បាយទៀតហើយថ្ងៃនេះចាដាច់បាយមិនមែនអត់បាយណាដាច់បាយ3ឆ្នាំពីរួចរាល់នេះខ្ញុំឆ្លៀតមកជៀនជាមួយនឹងពងទាស្អំព្រោះថាបុកកាពិបងប្អូនគឺយើងចោលអត់បានទេពងទាស្អំជៀននិងត្រីកំងជៀនចាហើយបន្ថែមជាមួយម្សៅស៊ុបហើយនឹងជាមួយប៊ីចេងបន្តិចបានហើយបងប្អូនចាយើងកុំឲ្យប្រៃណាព្រោះថាកាពិគឺប្រៃហើយយើងកូរច្បល់មករួចឲ្យដាក់ជៀនណាបងប្អូនចាឥឡូវត្រីយើងបានឆ្អិនល្មមមុខនេះកំពុងតែតលន់មហូបដូចជាឱកាសបនទៀនបងប្អូនធ្វើទៅធានាថាអ្នកទាំងអស់គ្នាស្វាងចាស់តែម្ដងគ្រប់រសជាតិណាបងប្អូនអើយចាអែមខ្លាំងណាស់ហើយការជៀនពងទាស្អំបងប្អូនជឿងរៀនក្រាស់ចាកុំជៀនស្ដើងបងប្អូនជៀនរៀងក្រាស់មិនឆ្ងាញ់ចាព្រោះនេះខ្ញុំគឺចូលចិត្តជៀនក្រាស់ជាមួយពងទាស្អំបុកកាពិនឹងលេខ1តែម្ដងចាមុខនេះខ្ញុំធ្វើរួចរាល់ហើយយើងមកកាត់ជាមួយពងទាស្អំយើងចាកាត់ដុំយ៉ាងមកងាយស្រួលក្នុងការញ៉ាំមុនញ៉ាំអាហារថ្ងៃត្រង់នេះខ្ញុំក៏មិនភ្លេចជាមួយនឹងការញ៉ាំវីតាមីន CSM មួយគ្រាប់ដើម្បីការពារធាត់និងសម្រកគីឡូបងប្អូនអើយមកហូបដិតជូរផ្អែមចាកាលណាដែលយើងមិនទប់ស្កាត់ទេគឺឡើងស្រើតែម្ដងសំនាងខ្ញុំមួយថ្ងៃ 4-5 ពេលបាយកកផងបាយអីផងពូចូលចិត្តរបៀបស្រែចឹងគឺបានវីតាមីន CSM ហ្នឹងហើយដែលជួយឲ្យនាងខ្ញុំអ្នកកូន4កូន5អាយុ40ហើយចារៀងវិញមិននិយាយទេមកកេះមកក្តាប់នឹងឯងញ៉ាំមិនក៏ដោយវារសជាតិបងប្អូនអើយបន្លែគឺថាមានទ្រពពុតញោមណាពពាយមួយទ្រពវែងជាមួយនឹងស្ងោពោតបារាំងចាស្ងោជាមួយតកួនស្ងោជាមួយនឹងស្ដាយគួរស្ងោជាមួយនឹងស្ពៃក្តៅពណ៌ខៀវចាស្ងោជាមួយនឹងស្លឹកខ្ទឹមអូលេខ1ចានិយាយពីថាតសក់អីហ្នឹងចាសិតតែត្រូវឲ្យបងប្អូនអូយឆ្ងាញ់ខ្លាំងណាស់10ម៉ាត់គឺ10លើ10ហ្មងចារសជាតិណាបងប្អូនចាឆ្ងាញ់ជក់មាត់បាយបើមិនដឹងខ្លួនទេតានី3ចាហើយបើគីឡូវិញបើគ្មានវីតាមីន CSM ទេតានីថាមកពេលនេះ3គីឡូយ៉ាងតូចឆ្ងល់ចាបុកកាពិហ្នឹងវាត្រូវជាមួយណាពងទាជៀនស្អំហើយវាត្រូវជាមួយណាត្រីកំងហើយបាយវិញបើថាញ៉ាំដៃបងប្អូនញាក់សាច់ហើយមួយទៀតបងប្អូនអាទ្រពពុតញោមហ្នឹងអូជ្រប់អញ្ចឹងបានថានឹងខ្ញុំដាក់ទ្រពពុតញោមទាំងអស់ហ្មងបុកផងហើយដាក់ទាំងមូលទៀតជ្រប់ឈ្ងុយបងប្អូនចាកាលនៅបន្ទុយនឹងខ្ញុំអត់ចូលចិត្តទ្រពពុតញោមទេតែឥឡូវមិនទេចាមានប្រមាណដាក់ទាំងអស់ចាហើយបន្លែយើងទាំងស្រស់ទាំងស្ងោបងប្អូនអើយឆ្ងាញ់ត្រូវជាទាំងអស់ហ្មងអត់រើសបន្លែទេរឿងបុកកាពិមួយខ្ញុំពងគិតថាបើមានកម្មវិធីលើក្រោយខ្ញុំបុកកាពិហើយព្រោះថាម្នាក់គឺអត់តលន់ទេញ៉ាំអត់ចេះឆ្អែតអាម៉េចហើយមួយវិញទៀតបងប្អូនអ្នកចូលចិត្តបន្លែអូខ្ញុំខ្ជិបតែម្ដងបន្លែគ្រប់មុខត្រូវទាំងអស់ហើយសំនាងខ្ញុំបានកាពិគឺមកពីខេត្តកោះកុងបងប្អូនចាអូយនិយាយពីថាកាពិសុតណាឈ្ងុយណាស់ឈ្ងុយខ្លាំងតែម្ដងបងប្អូនចាព្រោះថាកាពិនេះគឺយើងបុកឆៅអញ្ចឹងបានកាពិសុតលេខ1ចេះទៀតនិយាយថាបងប្អូនតែនាថាបងប្អូនចាំរសជាតិហ្នឹងគ្មានថ្ងៃផ្លិចបានទេបងប្អូនធានាថាញ៉ាំបានពីអាទិត្យនឹកឃើញបុកកាពិនឹងទៀតតែគួនស្ងោនេះបងប្អូនអើយដាក់ទៅច្រិចនិយាយពីជាតិយុះជាតិលាយជាមួយនឹងត្រីកំងជៀនចាជាមួយពងទាអូយមិនដឹងថានិយាយថាម៉េចទេឆ្ងាញ់បងប្អូនធានាថាបងប្អូនធ្វើតែអត់ខុសទេហើយក៏មិនពិបាកធ្វើហ្មងដែរចានិយាយដូចវែងឆ្ងាយពេកហើយធ្វើបងប្អូនហៀទឹកមាត់ចាអរគុណច្រើនវីដេអូនេះខ្ញុំក៏ត្រូវបានបញ្ចប់ជូនបងប្អូនមានសុខភាពល្អរកទទួលទានមានបានគ្រប់ក្រុមគ្រួសារជម្រាបលាបាយជួបគ្នានៅវីដេអូក្រោយបាយ